មុនយើងអត់មានទេស្ត្រីជាមេភូមិនៅក្នុងភូមិសង្កាត់របស់យើងឥឡូវយើងមានគ្រប់ភូមិទាំងអស់នៅក្នុងភូមិយើងត្រូវមានស្ត្រីមួយរូបជាថ្នាក់ដឹកនាំភូមិការផ្ដល់ឱកាសគឺជាចំណុចចាប់ផ្ដើមសម្រាប់ស្ត្រីគ្រប់រូបដើម្បីបង្ហាញពីស្នាដៃក៏ដូចជាបទពិសោធន៍របស់ខ្លួនដែលខិតខំប្រឹងប្រែងកន្លងមកថាយើងអាចធ្វើបានដូចបុរសដែរហើយសូមឲ្យនារីយើងទាំងអស់គ្នាកុំមានចិត្តរារែកក្នុងការទទួលយកនៅតួនាទីជាអ្នកដឹកនាំនៅក្នុងអង្គប្រជុំការសម្រេចចិត្តនានាគឺមាននេះជាចំណុចសំខាន់បើសិនជាយើងអត់មានស្ត្រីចូលរួមគឺมันមានការឯកភាពគ្នាមួយពេញលេញល្អប្រសើរទេនេះគេហៅវិស័យ gender ត្រូវមានទាំងសងខាងថាគាត់មានគេហៅថាបំណិនជីវិតដើម្បីបន្តការកសាងគ្រួសារគាត់នៅពេលដែលគាត់មានចំណេះជំនាញគាត់អាចទៅប្រកបមុខរបរខ្លួនឯងបានខ្ញុំគិតថាបើខ្ញុំមិនជួយគាត់ប្រកាសជាមានភាពឯកាគាត់ខ្លាចអញ្ចឹងគាត់ថាអ្នកគ្រូសុំជូនទៅយើងស្ម័គ្រចិត្តជូនទៅដើម្បីឲ្យជាបង្អែកឲ្យគាត់មានទំនុកចិត្តគាត់ហ៊ាននិយាយនៅអ្វីដែលគាត់ត្រូវបានគេកំពុងបំពេញសូមបរិបរោះទាំងអស់ចូលរួមតាមរយៈជួយការងារផ្ទះសម្បែងមើលថែទាំកូនចៅដោយមិនរើសអើងបើសិនជាបុរសធ្វើបានការងារទាំងអស់នោះការចូលរួមរបស់ស្ត្រីនឹងមានឱកាសច្រើនចាស់នៅក្នុងការងារសង្គមហើយក៏មានតួនាទីសមស្របច្រើននៅក្នុងសង្គមដែរស្ត្រីជាថ្នាក់ដឹកនាំមួយដ៏ល្អហើយបុរសក៏មិនមានស្ត្រីក៏មិនជោគជ័យដែរបាទបើយើងនិយាយឲ្យដល់ល្អិតគ្រួសារក្នុងគ្រួសារមួយរីកចម្រើនគឺមានស្ត្រីជាចំណែកធំនៅក្នុងនោះបាទក្នុងឱកាសដែលខ្ញុំកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាងខ្ញុំនឹងផ្ដល់ឱកាសឲ្យស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់បញ្ហាដែលកើតឡើងនៅក្នុងសហគមន៍ក្នុងមូលដ្ឋានក្នុងឃុំក្នុងស្រុកព្រោះជារឿងដែលយើងត្រូវដោះស្រាយទាំងអស់គ្នាខ្ញុំសង្ឃឹមថានឹងមានស្ត្រីកាន់តែច្រើនដែលដើរតួសំខាន់នៅក្នុងភាពជាអ្នកដឹកនាំជាស្ត្រីដើម្បីឲ្យគាត់ធ្វើការងារស្ត្រីនឹងកាន់តែច្រើនខ្ញុំទៅណាក៏គាត់តែនិយាយថាមើលឈរវាអាចធ្វើបានពិបាកប៉ុណ្ណឹងអាចធ្វើបានបរៀនកូនគាត់ចឹងខ្ញុំសង្ឃឹមចុងក្រោយរបស់ខ្ញុំថាក្មេងស្រីថ្ងៃនេះថ្ងៃស្អែកនឹងក្លាយទៅជាអ្នកដឹកនាំ